1 2 3 Express សូមស្វាគមន៍មកកាន់វគ្គ Dating Game បាទដេតតន់ចាញ់ទេបង្រិតបាទ3នាក់អត់អាចដេតទៅទឹក3បានទេព្រោះធម្មតាដូចគេដែរដូចបើកអង្គប្រជុំអញ្ចឹងធ្វើការជ្រើសរើសសិនបាទហើយបានរកម្នាក់ដែលជា couple ពិតប្រាកដនៅក្នុងការជ្រើសរើសហ្នឹងក៏យើងមាននៅសំណួរពួក HME ក៏ត្រៀមនៅសំណួរជូនសម្រាប់វគ្គទឹក3រួចរាល់ហើយប៉ុន្តែនៅក្នុងការសួរសំណួរនៅក្នុងវគ្គនេះគឺយើងមានចម្លើយគួយ CM ឲ្យអាចនិយាយបានថាគ្រាន់តែជាសំណួរនៅក្នុងការស្វែងយល់ចិត្តគ្នាចង់ដឹងថាតើទឹក3នាក់ហ្នឹងម្នាក់ណាទៅដែលអាចយល់ចិត្ត Jimmy បានច្រើនជាងគេអូខេអញ្ចឹងមុននឹងធ្វើការសួរនៅសំណួរសម្រាប់បេក្ខជនទាំង3យើងខ្ញុំអរនេះសូមអនុញ្ញាតអរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីAsia Express រសជាតិ Strawberry Express yourself Cambodia Light Beer ស្រាលស្រទន់ជួបជុំបានយូរភេសជ្ជៈពៅកម្លាំង Kiss រសជាតិ Montol ឆ្ងាញ់ត្រជាក់ជាប់មាត់ដូច្នេះចង់ដឹងថាតើនៅក្នុងវគ្គនេះយើងជំរុះបេក្ខជនទាំង3តាមរបៀបណាខ្លះយើងទៅស្ដាប់ពីលក្ខន្តិកៈទាំងអស់គ្នានៅក្នុងវគ្គ Dating Game នេះបេក្ខជនឬបេក្ខនារីទាំង3រូបនឹងត្រូវឆ្លើយសំណួរឬបញ្ចេញសមត្ថភាពផ្សេងៗដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់តារាកិត្តិយសរបស់យើងនៅវគ្គ Dating Game នេះគឺបែងចែកជា2ដំណាក់កាលដំណាក់កាលដំបូងគឺជាវគ្គឆ្លើយសំណួររកពិន្ទុចំពោះបេក្ខជនឬបេក្ខនារីរូបណាដែលមានពិន្ទុតិចជាងគេនឹងត្រូវជំរុះចេញពីកម្មវិធីនៅដំណាក់កាលទី2នេះជាដំណាក់កាលឆ្លើយសំណួរដើម្បីទាក់ទាញតារាកិត្តិយសហើយនៅទីបញ្ចប់នៃហ្គេមនេះតារាកិត្តិយសនឹងជ្រើសរើសបេក្ខជនឬបេក្ខនារីចំនួន1រូបដើម្បីបន្តទៅលេងហ្គេមចុងក្រោយជាមួយគាត់អូខេឥឡូវយើងអាចចាប់ផ្ដើមបានហើយអ្នកទាំង3ត្រៀមខ្លួនហើយនៅហើយបងវគ្គនេះសង្ឃឹមបាន%90%យ៉ាយីឡើងហើយណាបង្រិតឡើងនេះចម្លាស់70%ឧត្តម9បង8មិនមួយគេអីគេខេនបងខេនអូខេទាំងអស់គ្នាឡើងការជឿជាក់ដោយសារតែ Express កំប៉ុងមិញហ្នឹងបាត់ទេតែបាទបងអូចាអូខេ Jimmy ចាប់ផ្ដើមសំណួរបានសួរណាជូតសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះ Jimmy ថ្ងៃនេះខ្ញុំបានមកចូលរួមកម្មវិធី1 2 3 Express ហើយថ្ងៃនេះខ្ញុំក៏មានសំណួរជាច្រើនដើម្បីសួរទៅបេក្ខជនយើងដើម្បីចង់ដឹងថាគាត់ដឹងចិត្តខ្ញុំប៉ុណ្ណាហើយអាចបន្តដំណើរទៅលេងហ្គេមមួយខ្ញុំឈ្នះប្រាក់រង្វាន់អត់សំណួរទី1ក្រៅពីការងារសប្តាហ៍ថ្ងៃតើអ្នកអាចគិតថានៅពីទូចហ្នឹងខ្ញុំចង់សម័យធ្វើអីសំណួរខ្ញុំស្រួលៗឆ្លើយដល់សុបាយមកបន្ទុកច្រើនហ្មងកូនកំមុំបងខ្ញុំឲ្យ4គ្រូបរិញ្ញាខ្ញុំឲ្យ1Power Ranger ពណ៌ផ្កាឈូកខ្ញុំឲ្យ3ហើយសម្រាប់ទេវតាខ្ញុំឲ្យតែ2ឯងសំណួរទី2សួរថាតើអ្នកគិតថានៅស្រុកខ្មែរកន្លែងណាមួយដែលខ្ញុំអត់តបានទៅហើយចម្លើយមាន4ប្រកាសជានៅផ្ទះណៃក្មេងខ្ញុំឲ្យ4ហើយទី2ទៅកំពង់ស្ពឺឡើងថ្នោតខ្ញុំឲ្យ3ហើយទៅព្រៃវែងខ្ញុំឲ្យ2ហើយនឹងកោះកុងខ្ញុំឲ្យ1ចង់ដឹងថាបេក្ខជនមួយណាដែលទទួលបន្ទុកពីខ្ញុំបានច្រើនជាងគេតោះទៅមើលទាំងអស់គ្នាក្រៅពីការងារសប្តាហ៍ថ្ងៃតើអ្នកគិតថាការនៅតូចខ្ញុំចង់សម័យធ្វើអីចម្លើយកូនកំមុំបងទី1ទី2គ្រូបង្រៀនទី3 Power Ranger ពណ៌ផ្កាឈូកទី4ទេវតាអូខេខ្ញុំគិតថាគាត់ចង់ខ្លាយជា Power Ranger ពណ៌ផ្កាឈូកហេតុអីសុំមូលហេតុផងចាហេតុអីពីព្រោះក្មេងៗមួយណាពេលដែលនៅក្មេងៗក៏ចូលចិត្តដែរហើយតែងតែសម័យថាខ្លួនឯងចង់ខ្លាចទៅជាអញ្ចឹងដែរអញ្ចឹងណាបងអូខេ Power Ranger ពេលប្រែកាយចាំអាពាក្យគេពណ៌កាឈូគេនិយាយទៅមិនបងអត់ដឹងអាពណ៌អីបងចាំមកយល់ទេ Super Tiger វិញអានោះខ្ញុំចាំអាពាក្យនោះមួយMastodon ហ្វេនបង្រិតបានពេនប៉សម្បីតែបង្រិតក៏ហ្វេនឃើញអូខេអញ្ចឹងអាចថាជាមូលហេតុមួយដែលយកចម្លើយមួយហ្នឹងអូខេអាចទទួលយកបានតោះឥឡូវបន្តមកទៀតសម្រាប់ខ្ញុំគិតថាយកការសិក្សាហ្មងគ្រូបង្រៀនគ្រូបង្រៀនមូលហេតុអីបានគិតថាជីមីពីទូចង់ធ្វើជាគ្រូបង្រៀនដោយសារគ្រូបង្រៀនគាត់បានផ្ដល់ចំណេះដឹងឲ្យក្មេងៗដែលឧទាហរណ៍គាត់នៅជនបទឆ្ងាយដូចជាតំបន់ដែលដាច់ស្រយាលអញ្ចឹងគាត់អាចចែករំលែកចំណេះដឹងគាត់ដែលក្មេងៗគាត់បានចូលសាលាគាត់មានឱកាសចូលសាលាអញ្ចឹងបងអញ្ចឹងទៅគាត់គិតថាគាត់ចូលទៅដើម្បីចែករំលែកធ្វើឲ្យសង្គមមានការរីកចម្រើនធម្មតាបើសិនជាអ្នកដែលចង់ខ្លាយជាគ្រូបង្រៀនតើសិស្សបកែគេកាយរៀនសូត្រទេដែរប៉ុន្តែតែចូលយ៉ាងហ្នឹងណាន
គេចូលរៀនតាតាំងជិត10ឆ្នាំមុន អូនិយាយលេងទេតោះគេចេះជាមូលហេតុរបស់គាត់ទេបើគាត់សម័យឃើញវែងឆ្ងាយនៅក្នុងការបណ្ដុះគំនិតអប់រំទៅមិញដាច់ស្រយាលអី មក ចឹង ខ្ញុំគិត ណា ថាគាត់គេលោកគាត់ឆ្លើយថាដោយសារឃើញជីមីកាត់សក់ខ្លីតាសក់សំជាអ្នកគ្រូបង្រៀនហ្នឹងកាត់សក់ខ្លីបើដល់សក់វិញខ្ញុំមិនផ្សេងនេះជាងតែនតាយ អូខេ អូខេតោះអ្នកចុងក្រោយ បើសម្រាប់ខ្ញុំគិតថាក្រៅពីការងាររបស់គាត់សប្តាហ៍ថ្ងៃកាលពីគាត់សម័យចង់ធ្វើជាកូនកំងបបងដោយសារមូលហេតុកាលពីក្មេងៗកូនក្មេងចូលចិត្តលេងប្លុកប្លោរៀបការ អូខេអស់នៅ អស់ហើយបង ឥឡូវសុំបន្ថែមតិចទៀតពីក្មេងៗចូលចិត្តលេងអីគេ លេងបេ កូ ឡុ នក បេ ក្មេ ឡ ងប្លុកប្លោលេងរៀបការបងរៀបការ រៀបការ សង្គមគ្នារៀបការហ្នឹងហើយបងអញ្ចឹងខ្ញុំគិតថាការនៅក្មេងៗគាត់នឹងសម័យថាគាត់ចង់រៀបការពេលគាត់ធំឡើងដូចគ្នា មែនអត់ជីមី អត់អាចបដិសេធបានទេបងព្រោះឲ្យធំឡើងព្រោះឲ្យសំណួរសួរថាក្រៅពីការងារគាត់បច្ចុប្បន្នតើពីក្មេងគាត់សម័យចង់ធ្វើអីអញ្ចឹងក្មេងៗតែងតែគិតអីពេលគាត់លេងប្លុកប្លោគាត់តែងតែចង់រៀបការហើយធំឡើងខ្ញុំគិតថាគាត់ក៏ចង់រៀបការដូចគ្នា ទីដែរពីក្មេងធ្លាប់លេងតុក្កតារៀបការចឹងដែរ ខ្ញុំអត់ដែរលេង ខ្ញុំអត់ដែរលេងហ៎ បើថាលេងតុក្កតា baby ក្មេងស្រីៗអីធ្លាប់លេងតែលេងតុក្កតារៀបការអត់ដែរលឺ មានអញ តែ ចេះ ឃើញគេលេងគេមានរៀបកូនកាយចឹងតែគេមានវល់ពិលអីមានដែរ បងអត់ដែរ ខ្ញុំធ្លាប់លេង ហើយគាត់គាត់ឆ្លើយខ្លួនគាត់ថាគាត់ធ្លាប់លេង ខ្ញុំធ្លាប់លេងតែគាត់ខ្ញុំអត់ដែរធ្វើកូនកំមុំទេខ្ញុំឃើញអ្នកវល់ពិលអីគេ ហើយគាត់អត់ដែរអញ្ចឹងបានន័យ អូ ថា នឹងបបលគេតាំងពី អញ្ចឹងត្រឡប់មកវិញគាត់ដែរអញ្ចឹងបានន័យថាក្រៅពីការងារគាត់សប្តាហ៍ថ្ងៃគាត់នឹងចង់រៀបការអញ្ចឹងពីក្មេងគាត់សម័យធំឡើងគាត់ចង់រៀបការ អូខេ អូខេ ទូយកបានទូយកបានចា អូខេតោះឥឡូវយើងផុតសំណួរទី1ហើយ ទៅសល់សំណួរទី2ត សំណួរទី2ជាបន្តដើម្បីឆ្លើយសន្សំពិន្ទុវគ្គនេះឲ្យអ្នកណាមុនសិនលោកតើណាឲ្យសំណួរ ដំ ឲ្យដងមុនវិញណា អូខេ អូខេតោះចាប់ដើម ក៏ដំអ្នកកដាលណា អូខេតើអ្នកគិតថានៅស្រុកខ្មែរកន្លែងណាមួយដែលញ៉ាំអត់តបានទៅទី1ទៅផ្ទះម៉ែក្មេកទី2ទៅកំពង់ស្ពឺឡើងថ្នោតទី3ភ័យវែងទី4កោះកុង មុខឡើងថ្នោត អូខេដំខ្ញុំជើញ សម្រាប់ខ្ញុំគិតថាគាត់ចង់ទៅផ្ទះម៉ែក្មេក ដោយសារ ដោយសារគាត់ឥឡូវគាត់នៅ single អញ្ចឹងទៅក៏គាត់ គាត់ក៏ចង់ប៉ងថាជំនាញដៃគូច្បាស់លាស់ដើម្បីទៅជំរាបសួរម៉ាក់ក្មេកដើម្បីចូលតាមប្រពៃណីគូនារីគ្រប់រូបគាត់ត្រូវការបែបហ្នឹងអស់ហើយបង តានៅឯណាទៅនៅ បាទខ្វែង មួយណាកូនបង2នាក់ មួយបងមួយប្អូន មួយណាក៏បាន ខ្ញុំដែរណា អូខេ គឺចឹង អ្នកណាឆ្លើយ ណា បន្ទាប់ជីមីអ្នកណាឆ្លើយបន្ទាប់ ខេន ថាទៅកំពង់ស្ពឺឡើងថ្នោតចុះ ដោយសារអី ដោយសារ ដោយសារឆ្លើយព្រាវ គាត់ជា ដោយសារគាត់ជា ស្ត្រីអីចឹងណាបង មិនដែរណាដោយសារគាត់អាចផងប្រគួតបានគាត់ គាត់អាច តែបើឆ្លើយថា ថ្នោតបានទេបងហើយ បើឆ្លើយថាមុខដូចផ្លែថ្នោតទេវាហៀងត្រូវហ្នឹងទៅ តែជួនណាយើងយកចម្លើយត្រូវតែការបកស្រាយអត់សមហេតុផលក៏បន្ទុកធ្លាក់តាមនឹងដែរ ចាមើលសុំការបកស្រាយឲ្យសមហេតុផលតិចមើល កុំមករបៀបចាក់បដ ாய் ជាតិតែឆ្លើយឲ្យតែបានណាសុំមូលហេតុឲ្យត្រឹមត្រូវតិចមក តោះ អូខេបងឥឡូវខ្ញុំគិតថាមកពីគាត់ shoot ចឹងអត់គួរឡើងថ្នោតទេបង អញ្ចឹងឥឡូវដូរចិត្តទៅចុះយកទៅណាវិញចុះឥឡូវទៅយកទៅណាវិញចុះ ទៅកំពង់ស្ពឺឡើងថ្នោតហ្នឹងបង យកទៅកំពង់ស្ពឺឡើងថ្នោតប៉ុន្តែមូលហេតុគឺដោយសារគាត់រៀងស្អាតរៀងខ្ជូតអីចឹងណាបងយើងលិតចឹងគាត់អត់គួរត្រូវឡើងថ្នោតឡើងអីគាត់គួរ គេមានច្បាប់មនុស្សស្អាតមនុស្សខ្ជូតឡើងថ្នោតបាន យ៉ា អញមើលរូបលើ អស់ហើយអូខេតោះអ្នកចុងក្រោយ ចន្លង សម្រាប់ខ្ញុំគិតថាគាត់ក្រៅពីក្នុងប្រទេសកម្ពុជាកន្លែងគាត់តបានទៅគឺទៅខេត្តព្រៃវែងព្រៃគេយកចម្លើយអស់ហើយបងខ្ញុំមិនអាច ត្រូវហើយ ជន់គេបានទេ អត់ជំរឿហើយ មូលហេតុដោយសារគាត់អត់តរៀបការហើយគាត់តរៀបការហើយគាត់នៅចាំខ្ញុំជូនគាត់ទៅផ្ទះម៉ាក់ក្មេកនៅព្រៃវែង អូបានថាឯងអ្នកភ័យវែងមែន អត់អ្នកព្រៃវែងទេបងព្រោះឲ្យចម្លើយវាអស់ហើយហ្នឹងបងគេយកអស់ហើយហ្នឹង ជូនទៅគាត់ទៅផ្ទះម៉ាក់ក្មេកនៅព្រៃវែង បាទព្រោះអី ផ្ទះម៉ាក់ក្មេកម្នាក់ណាទៅ ម៉ាក់ក្មេកខ្ញុំតិចខ្ញុំទៅយកម៉ាក់ទៅនៅហ្នឹងហើយខ្ញុំយកគាត់ទៅដែរអញ្ចឹងតិចទៀតគាត់នឹងបានទៅនឹងដែរ អូបើន័យថាដើម្បីជ្រើសរើសចម្លើយនេះបានគឺប្រូរៀបចំជីវិតដើម្បីទៅនៅខេត្តព្រៃវែងតែម្ដងដើម្បី ហើយមែនតែ2នាក់ឯណា យកគេទៅទៀត យកម៉ែទៅ យកម៉ាក់ទៅទៀត ព្រោះចម្លើយគាត់ពីរនាក់ក៏យកអស់ហើយអញ្ចឹងខ្ញុំមានតែចម្រាស់មួយហ្នឹង អ
អូខេ បាទនិយាយរួមទៅគេចេះរៀបសេណាយោថ្មីរៀបសាច់រឿងអូ តែ ខេ មិន និយាយរួម ឲ្យធ្វើមួយចម្លើយរបស់គេ អូខេអញ្ចឹងឥឡូវបន្ទាប់ពីបានជ្រើសរើសនៅចម្លើយទាំងពីរសំណួរនេះហើយយើងក៏ធ្វើការបូកសរុបបន្ទុកមានអ្នកបន្ទុកខ្ពស់មានអ្នកបន្ទុកទាបអញ្ចឹងអ្នកដែលទាបប្រកាសណាស់ថាទៅណាទៅផ្ទះ តែផ្ទះខ្លួនឯងមានផ្ទះម៉ាក់ក្មេកឯណាចាថាបងប្អូននៅតាមខេត្តឋានក៏ប្រហែលជាកំពុងតែបោកបន្ទុកពួកគាត់ឲ្យក៏ដឹងចម្លើយទៅហើយព្រោះអីក៏យើងមាននៅคลิปវីដេអូ highlight រួចរាល់ថាជីមីគាត់បានដាក់បន្ទុកទៅលើចម្លើយរបស់គាត់ដែរឲ្យរួចរាល់ហើយមិនមែន ដូ ជា ច្ ការ នេះសម្រាប់បេក្ខជនដែលមានបន្ទុកតិចជាងគេគឺ ជីមី ដំ អត់ដំ ចូលរួមសោកស្ដាយឧត្តមដែលត្រូវចាក់ចេញពីកម្មវិធីនៅក្នុងវគ្គនេះមែនតើគឺគាត់ចាញ់គេតែមួយបន្ទុកតែប៉ុណ្ណោះបង្រិត ហ្នឹងហើយ ទាំងពីរនាក់6បន្ទុកស្មើគ្នា You know why ដោយសារតែសំណួរទី1អណៃមានឱកាសនៅក្នុងការរើសមានជាគ្រូបង្រៀននិងទេវតា ចា បើសិនអណៃរើសយកទេវតាបន្ទុកត្រូវស្មើនៅទាំង3 ចា ប៉ុន្តែដល់ពេលអណៃរើសយកគ្រូបង្រៀនគាត់រែតឲ្យតែមួយឯងបើណាពីក្មេងគាត់អត់ចង់ខ្លាចជាគ្រូបង្រៀនទេ មកហូបហៀងរាល់ថ្ងៃនេះសំធ្វើគ្រូដែរទៅព្រៀនគេបានណាវើអញ្ចឹងហ្នឹង មើលឡែ អាហ្នឹងគឺជាមូលហេតុដែលបន្ទុកអណៃតិចជាងគេដោយសារការជ្រើសរើសធម្មតាមិនមែនថាគ្រូបង្រៀនអត់ល្អទេប៉ុន្តែគាត់ថាមនុស្សម្នាក់មានចំណង់ចំណូលចិត្តខុសៗគ្នាអញ្ចឹងណាអញ្ចឹង សមត្ថភាពអត់ដល់អត់ហ៊ានធ្វើគ្រូ អញ្ចឹងគាត់រែតឲ្យទីចង្កាដោយសារអញ្ចឹងឯង ចាយ៉ាងណាអរគុណសម្រាប់ការចូលរួមក្នុងកម្មវិធីរបស់យើងថ្ងៃនេះកម្មវិធីក៏មាននៅ Express ជូនទៅដល់ឧត្តមផងដែរ អូខេដល់ឡៃសម្រាប់ Ken រួមជាមួយនឹងចំឡុងដែលមានឱកាសវគ្គបន្ទាប់ទៀតដើម្បីឈានទៅ វគ្គ Couple យកអី យកប្រាក់រង្វាន់4លានរៀល ច្បាស់អូខេ ចាប់ អរ ដើម គុណ ច្បា ពី ស់ កម្មវិធីសូមអនុញ្ញាតសម្រាប់មួយ Flat សិន ស្ម័គ្រចិត្តដើរតួជាបងស្រីដើម្បីមើលថែគាត់បើសិនជាគាត់អត់ស្រឡាញ់ស្រីទេអត់ស្រឡាញ់ប្រុសទេអញ្ចឹងខ្ញុំដើរតួជាបងស្រីដើម្បីបានមើលថែគាត់បាននៅក្បែរគាត់ ដើរជួយទៅបងស្រីមើលអាហ្នឹង ដើរតួបងយកដើរតួ អត់ ដើរតួ អត់ ដូច អត់មានភ្លេង Jajari jari